សុបិនឃើញផ្លែល្ហុងប្រភ្នូល្អអំពីអនាគតសុបិនឃើញផ្លែល្ហុងជាប្រភ្នូល្អពន់ពេកបង្ហាញប្រាប់ថាពេលបច្ចុប្បន្នអ្នកដើរលើផ្លូវត្រូវដើម្បីកសាងអនាគតហើយសភាពឆ្លងកាត់ការលំបាកផុតហើយអ្នកមិនចាំបាច់ជួបប្រឈមបញ្ហាធំនានាទៀតទេនឹងជារៀងរហូតទៅល្ហុងនៅក្នុងក្តីសុបិនគឺជាសញ្ញាមួយបង្ហាញថាដល់ពេលដែលអ្នកត្រូវដើរទៅមុខហើយការមើលឃើញផ្លែល្ហុងក៏បង្ហាញពីការសម្អាតខាងវិញ្ញាណផងដែរសម្អាតអ្វីដែលមានគ្រោះថ្នាក់ដល់អ្នកហើយបិទទ្វារទាំងអស់សម្រាប់ថាមពលមិនល្អនៅជាមួយមនុស្សដែលធ្វើល្អសម្រាប់អ្នកនឹងនាំមកនូវរឿងល្អៗសុបិនឃើញផ្លែល្ហុងបៃតងក្តីសុបិននេះទាក់ទងនឹងវិស័យអាជីពវាប្រាប់ថាមានការព្រួយបារម្ភកើតឡើងអ្នកហាក់ពិបាកដោះស្រាយដូចជាការច្រណែនពីភាពជោគជ័យរបស់អ្នកត្រូវប្រយ័ត្នតែមិនអីទាំងអស់សុបិនអំពីផ្លែល្ហុងរលួយនេះជានិមិត្តរូបនៃឱកាសដែលអ្នកត្រូវខកខាននិងរំខានពីសាច់ញាតិជិតដិតសុបិនរើសយកផ្លែល្ហុងក្តីសុបិននេះគឺជាសញ្ញាច្បាស់លាស់មួយដែលថាបញ្ហាលំបាកនានានឹងចាប់ឆាប់នេះការប្រមូលផលផ្លែល្ហុងនៅក្នុងក្តីសុបិនគឺជាការរំលឹកជោគជ័យក្រោយឆាកជំនះការលំបាកសុបិនឃើញទិញផ្លែល្ហុងនេះបង្ហាញថាអ្នកត្រូវការជំនួយចាំបាច់ដើម្បីជំនះការលំបាកជាក់លាក់ដល់ពេលដែលត្រូវរកមនុស្សដែលអ្នកអាចទុកចិត្តបានមករួមដៃក្នុងគ្រាលំបាកនេះអ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងបានទេសុបិនភេសជ្ជៈទឹកល្ហុងទឹកផ្លែឈើមួយនេះជានិមិត្តរូបនៃអ្វីៗដែលកាន់តែរលូនទឹកល្ហុងប្រាប់ជាមុនថាអ្នកនឹងអាចយកឈ្នះលើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើជាម្ចាស់សុបិនបរិភោគផ្លែល្ហុងជាទូទៅក្តីសុបិនឃើញបរិភោគផ្លែល្ហុងបង្ហាញថាអ្វីដែលល្អកំពុងខិតមកជិតហើយប្រសិនបើផ្លែឈើនោះមានរសជាតិផ្អែមមានសញ្ញាច្បាស់លាស់ថាភាពរុងរឿងកំពុងរងចាំអ្នកតែបើផ្លែឈើមានរសជាតិជូរចត់ឬល្វីងការព្រមានដ៏ខ្លាំងមួយដើម្បីឲ្យដឹងអំពីគ្រោះថ្នាក់ការញ៉ាំល្ហុងក្នុងសុបិនបង្ហាញថារបស់ប្លែកថ្មីអស្ចារ្យនឹងមកដល់ហើយត្រូវត្រៀមប្រឈមមុខនឹងវាឆាប់ៗនេះសុបិនឃើញចំណុចផ្លែល្ហុងចំណុចផ្លែល្ហុងនៅក្នុងក្តីសុបិនបង្ហាញពីតួលេខដែលតំណាងឲ្យនរណាម្នាក់ផ្សេងមកនិយាយដើមឬវាយប្រហារអ្នកអ្វីគ្រប់យ៉ាងคล้ายជាលទ្ធផលនៃការច្រណែនព្យាយាមមិនយកចិត្តទុកដាក់ច្រើនព្រោះអ្នកមិនអីទេសុបិនឃើញផ្លែល្ហុងច្រើនផ្លែល្ហុងជាច្រើននៅក្នុងក្តីសុបិនគឺជាសញ្ញានៃភាពរុងរឿងរបស់ល្អៗមិនយូរទេនឹងចូលមកក្នុងជីវិតរបស់អ្នកហើយរបស់ទាំងអស់នោះគឺជាផលនៃការងារបន្តធ្វើការព្រោះនេះមានសារៈសំខាន់ណាស់នាពេលអនាគតវាមិនមែនជាពេលវេលាដើម្បីបញ្ឈប់ឬរុញរាខ្ជិលច្រអូសទេប្រសិនបើអ្នកខិតខំប្រឹងប្រែងសមិទ្ធផលអាជីពកាន់តែរីកចម្រើនដល់ដៃសុបិនអំពីក្របល្ហុងគឺជានិមិត្តរូបនៃការមានកូនឬការទទួលខុសត្រូវចំពោះការចាប់ផ្ដើមជីវិតក្នុងទម្រង់ថ្មីមួយព្រោះថាបណ្ដាបញ្ហាដែលអូសបន្លាយជាយូរមកហើយនឹងចប់ទៅសុបិនឃើញដើមល្ហុងក្នុងក្តីសុបិនវិញនឹងជាសញ្ញាបង្ហាញថាអ្នកកំពុងមានបញ្ហាឆ្លងកាត់ការរំខានប៉ុន្តែកុំបារម្ភនរណាម្នាក់ដែលជិតស្និទ្ធនឹងអ្នកឬនឹងបង្ហាញខ្លួននៅទីនេះដើម្បីជួយជ្រោមជ្រែងអ្នកនឹងទទួលបានអំណាចនិងយុត្តិធម៌ហើយអ្នកនឹងអាចថ្លឹងថ្លែងឈ្នះពីស្ថានភាពនេះដោយគេនឹងជួយកម្ចាត់អ្វីគ្រប់យ៉ាងដែលអាចធ្វើឲ្យអ្នកឈឺចាប់ហើយប្រកាសថាមាននរណាម្នាក់កំពុងគ្រប់គ្រងអ្នកដោយឥទ្ធិពលរបស់គេ